ពេលខ្លះការសាកថ្មនៅក្នុងឡានធ្វើឲ្យមានភាពញញៃក៏ដូចជាមានខ្សែច្រើនញញៃនៅក្នុងឡានណាពេលខ្លះខ្សែញញៃហើយសាកបានតិចឧបករណ៍ហើយសាកអត់ឡើងទៀតអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាគួរតែបដូរមកប្រើប្រាស់ជាមួយនឹងប្រភេទកតុយបរិឡានដែល support ការសាកល្បឿនលឿនវិញម្ដងជាស្ដែងនេះគឺជាកតុយបរិឡាន 4-in-1 car charger ដែល support បានដល់ទៅល្បឿន65 W អញ្ចឹងសម្រាប់ការសាកណាបងប្អូនអាចសាកបាន support បានល្បឿនលឿនមែនទែនហើយសម្រាប់ផ្ទុយប្រេឡាននេះមានខ្សែហូតចេញចូលស្រាប់ចំនួន2ណាហើយខ្សែហ្នឹងពីរប្រភេទផ្សេងគ្នាមាន Type C និង Lightning អញ្ចឹងបងប្អូនអាចហូតយកមកប្រើប្រាស់បានណាហើយសម្រាប់ប្រវែងមានប្រវែងដល់ទៅ80 សង់ទីម៉ែត្រហើយចំពោះខ្សែ Type C នេះគឺអាចសាកបានល្បឿន PD 45 W អញ្ចឹង PD 45 W ហ្នឹងនៅពេលដែលអ្នកនរគ្នាសាក4ឧបករណ៍ក្នុងពេលតែមួយណាសម្រាប់รุ่นនេះគឺនៅតែចេញ45 W អញ្ចឹងអ្នកនរគ្នាអញ្ចឹងវាសាកបានលឿនមែនទែនហើយចំពោះរូបរាងគឺតូចមែនទែនដោយអ្នកនរគ្នាមើលនៅក្នុងវីដេអូនេះអញ្ចឹងបើធៀបជាមួយនឹងកតុយប្រេឡានទូទៅណាគឺខាងក្រុមហ៊ុនគេបានបញ្ជាក់ថាតូចជាងកតុយប្រេឡានទូទៅដល់ទៅ 60% អញ្ចឹងអ្នកនរគ្នាប្រើប្រាស់ជាមួយនឹងកតុយប្រេឡាននេះធ្វើឲ្យក្នុងឡានរបស់អ្នកនរគ្នានឹងបាត់បង់នូវភាពរញ៉េរញ៉ៃតែម្ដងហើយចំពោះរុនសាកក៏មាន2ទៀតមានUSB Type A ជាមួយនឹង Type C អញ្ចឹងបងប្អូនអាចសាកបាន4ឧបករណ៍នៅក្នុងពេលតែមួយណាហើយចំពោះកតុយប្រេឡាននេះគឺយើងអាចបត់បែនបាន180 degree អញ្ចឹងនៅពេលដែលអ្នកនរគ្នាដោតនៅក្នុងឡានអ្នកនរគ្នាអាចកាច់បត់បែនបានយើងកាច់ចេះមកដើម្បីឲ្យអ្នកដែលនឹងអង្គុយខាងក្រោយណាគាត់ស្រួលទាញឬមួយក៏ស្រួលដោតជាមួយនឹងខ្សែសាកបន្ថែមអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍អ្នកនរគ្នាអាចបញ្ជាទិញឥឡូវនេះបាន